ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទរៀមយ៉តជាគ្រូយុទ្ធគុណទ្វីប8ខេត្តសៀមរាបហើយថ្ងៃនេះខ្ញុំមកបង្ហាត់សិស្សបរទេសខ្លះដើម្បីឲ្យស្គាល់បច្ចេកទេសនៃការប្រើក្បាច់ទ្វារ8មួយចំនួនដើម្បីឲ្យបរទេសស្គាល់នៅក្បាច់យុទ្ធគុណទ្វារ8របស់ខ្មែរបុរាណយើងហើយខ្ញុំសូមបញ្ជាក់ថានេះគឺជាក្បាច់យុទ្ធគុណទ្វារ8ផ្សេងគ្នាពីល្បុក្កតោនិងផ្សេងគ្នាពីយុទ្ធក្រមខោមហើយក្បាច់យុទ្ធគុណទ្វារ8នេះគឺគេហាត់សម្រាប់កងទ័ពប្រយុទ្ធនិងចម្បាំងហើយនិងប្រើអាវុធប៉ុន្តែយើងអាចដកស្រង់បច្ចេកទេសនិងមេក្បាច់ខ្លះយកមកប្រើប្រាស់នៅក្នុងកីឡាផ្សេងដូចជាសម័យនេះគេមានកីឡា kickboxing ឬក៏ boxing ឬក៏ក្បាច់បដាល់ផ្សេងហ្នឹងទៅឬក៏ក្បាច់គឺចម្រុះផងដែរក្បាច់យុទ្ធគុណទ្វារ8នេះយើងអាចយកប្រើប្រាស់ចម្រុះទាំងអស់បានហើយខ្ញុំសូមបញ្ជាក់បងប្អូនដើម្បីកុំឲ្យយល់ច្រឡំឲ្យទៅឃើញឧបករណ៍ពាក់នៅក្នុងដៃឬក៏មានបើកសាក់ឬក៏មានស៊ីបទាត់អីហ្នឹងកុំឲ្យយល់ច្រឡំថាហ្នឹងគឺសុទ្ធតែបដាល់ឬក៏ជាគុណសម័យគេដូរឈ្មោះបដាល់សេរីមកគុណខ្មែរឧបករណ៍នេះគ្រាន់តែជាឧបករណ៍ជំនួយនៅសម័យទំនើបទេមិនមែនជាបែបខ្មែរពីបុរាណទេប៉ុន្តែក្បាច់ដែលប្រើនេះគឺជាក្បាច់ពីបុរាណគឺជាក្បាច់មេគុណរបស់យុទ្ធគុណទ្វារ8នឹងឯងយើងអាចហៅទ្វារ8ចាស់ក៏ហៅតគ្នាហើយឧបករណ៍សម័យទំនើបនេះដូចមានកង់បើសាក់ហើយសៀបនឹងប្រទេសណាក៏គេមានដែរហើយប្រទេសគេផលិតទៀតយើងអត់ទាន់មានផលិតទេប្រទេសឧបករណ៍ទាំងអស់នេះចឹងហើយសូមបងប្អូនកុំយល់ច្រឡំថាឲ្យតែឃើញឧបករណ៍សម័យទំនើបទាំងអស់នេះយើងយល់ថានឹងជាក្បាច់ដែលខ្មែរយើងហាត់ពីដើមមកអញ្ចឹងណាអត់មែនទេបងប្អូនកុំយល់ច្រឡំ